នៅក្នុងប្រទេសកម្ពុជាមានមនុស្សចាស់ 73% ក្នុងនោះ 58% ជាស្ត្រីស្ថិតក្នុងវ័យចំណាស់ដែលគាត់ពឹងផ្អែកលើការផ្ទេរប្រាក់ពីគ្រួសារសម្រាប់បំពេញតម្រូវការចំណាយជាមូលដ្ឋានស្ត្រីវ័យចំណាស់ភាគច្រើននៅក្នុងភូមិជនបទចំណាយពេលវេលាច្រើនលើការងារផ្ទះមើលថែកូនចៅនិងការងារបន្តបន្សំផ្សេងទៀតដែលជាការងារគ្មានប្រាក់ចំណូលផ្ទាល់ខ្លួនជាហេតុធ្វើឲ្យធនធានរបស់គាត់មានកម្រិតសម្រាប់ការពង្រឹងសេដ្ឋកិច្ចគ្រួសារប្រជាជនកម្ពុជា 45% ប្រឈមនឹងបញ្ហាអាសន្នសុខភាពពីមធ្យមទៅធ្ងន់ធ្ងរភាគច្រើនមានរបបអាហារមិនល្អជាពិសេសនៅតំបន់ជនបទដែលមានកុមារនិងស្ត្រីមានតិចគឺជាអ្នករងផលប៉ះពាល់និងងាយរងគ្រោះចំពោះអសន្នសុខភាពនិងអាហារូបត្ថម្ភប្រជាជនកម្ពុជា 65% ពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ការចិញ្ចឹមជីវិតភាពញឹកញាប់នៃទឹកជំនន់ភាពរាំងស្ងួតដែលមានរយៈពេលយូរនិងការថយចុះនៃធនធានរួមក្នុងសហគមន៍ធ្វើឲ្យសកម្មភាពប្រពៃណីដូចជាការចិញ្ចឹមគោក្របីនិងការប្រមូលផលអនុផលធម្មជាតិកាន់តែពិបាកការប្រែប្រួលអាកាសធាតុធ្វើឲ្យមានការខាតបង់ $1.5 ពាន់លានក្នុងឆ្នាំ 2015 និងមានការព្យាករណ៍ថានៅក្នុងឆ្នាំ 2050 ប្រជាជនកម្ពុជាប្រមាណ 7 លាននាក់ដែលពឹងផ្អែកលើវិស័យកសិកម្មនឹងរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុនេះគម្រោងចិញ្ចឹមចង្រិតនិងឆាយារបស់អង្គការអភិវឌ្ឍការចិញ្ចឹមសត្វដើម្បីជីវភាពសហគមន៍ LDC ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិបន្ស៊ាំនឹងនវានុវត្តន៍អាកាសធាតុអាស៊ានបានបង្ហាញពីភាពជោគជ័យក្នុងការចិញ្ចឹមចង្រិតតាំងពីឆ្នាំ 2022 រហូតមកដល់បច្ចុប្បន្ននេះចង្រិតនិងឆាយាមានភាពធន់បានល្អក្នុងបរិបទបម្រែបម្រួលអាកាសធាតុធន់នឹងជំងឺវដ្តផលិតកម្មខ្លីបំភាយឧស្ម័នផ្ទះកញ្ចក់ទាបនិងផ្ដល់តម្លៃអាហារូបត្ថម្ភខ្ពស់លទ្ធផលសម្រេចបានរបស់គម្រោងចិញ្ចឹមចង្រិតនិងឆាយារួមមានបានបង្កើតនិងបណ្ដុះបណ្ដាលអ្នកចិញ្ចឹមចង្រិតចំនួន 100 គ្រួសារដែលមានអ្នកទទួលផលផ្ទាល់ចំនួន 432 នាក់និងមានអ្នកទទួលផលដោយប្រយោលចំនួន 1747 នាក់កសិករចូលរួមក្នុងគម្រោងម្នាក់អាចផលិតចង្រិតបានជាមធ្យម 57 គីឡូក្រាមផលិតជីលាមកចង្រិតបាន 70 គីឡូក្រាមនិងត្រួយឆាយាបាន 30 គីឡូក្រាមក្នុងមួយវគ្គផលិតកម្ម 45 ថ្ងៃប្រាក់ចំណូលក្នុងមួយវគ្គផលិតកម្ម 45 ថ្ងៃកសិករម្នាក់ទទួលបានជាមធ្យម $170 ពីការលក់ចង្រិតនិងជីលាមកចង្រិតគម្រោងបានបង្កើតយន្តការនិងរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់ខ្សែចង្វាក់តម្លៃចង្រិតរួមមានបានដាក់ទូបង្កកតាមសហគមន៍ដែលមានស្ត្រីជាអ្នកគ្រប់គ្រងចំនួន 3 ទីតាំងដើម្បីធានាស្ថិរភាពទីផ្សារចង្រិតធានាគុណភាពចង្រិតនិងសុវត្ថិភាពសម្រាប់អ្នកបរិភោគបង្កើតកន្លែងបង្កាត់ពូជចង្រិតចំនួន 1 ទីតាំងដែលជាធាតុចូលរួមមួយដ៏សំខាន់ក្នុងផលិតកម្មចង្រិតដើម្បីធានានៅពូជចង្រិតល្អសម្រាប់អ្នកចិញ្ចឹមទទួលបានទិន្នផលខ្ពស់និងតម្លៃលើទីផ្សារបានធ្វើកិច្ចសន្យាសហការជាមួយសហគ្រាសកសិឧស្សាហកម្មចំណីអាហារគឺសិប្បកម្មផលចង្រិតដើម្បីទទួលទិញចង្រិតពីកសិករដោយផ្ទាល់ដែលអាចរក្សាតម្លៃចង្រិតបានខ្ពស់និងមានស្ថិរភាពបង្កើតបណ្ដាញដោយរឹងមាំជាមួយអ្នកគ្រប់គ្រងធាតុចូលជាមួយអ្នកផលិតនិងជាមួយសាកលវិទ្យាល័យក្នុងតំបន់សម្រាប់ធ្វើការសិក្សានវានុវត្តន៍បច្ចេកទេសចិញ្ចឹមចំណីចង្រិតនិងផលិតផលសម្រាប់ពីចង្រិតការចិញ្ចឹមចង្រិតត្រូវការកម្លាំងពលកម្មតិចគឺចំណាយពេលតិចជាង 2 ម៉ោងក្នុងមួយថ្ងៃលើការគ្រប់គ្រងនិងថែទាំការចិញ្ចឹមចង្រិតចំនួន 2 អាងដែលសមស្របសម្រាប់មនុស្សវ័យចំណាស់អាចធ្វើបានដើម្បីទទួលបានប្រាក់ចំនួន $170 ជាប្រភពចំណូលថ្មីមួយសម្រាប់គ្រួសារក្នុងរយៈពេលមួយវដ្តផលិតកម្ម 45 ថ្ងៃដូច្នេះហើយមនុស្សចាស់នៅតាមភូមិអាចទទួលបានសិទ្ធិអំណាចសេដ្ឋកិច្ចតាមរយៈប្រភពចំណូលផ្ទាល់ខ្លួននិងការគាំទ្រតាមរយៈក្រុមផលិតករជាស្ត្រីលើសពីនេះទៀតចង្រិតមានជីវជាតិខ្ពស់និងបង្កើតភាពសម្បូរបែបនៃអាហារនិងបរិមាណកាឡូរីដែលត្រូវការព្រោះកសិករដែលជាអ្នកចិញ្ចឹមបានបរិភោគនិងលក់ចង្រិតដែលគាត់ចិញ្ចឹមដោយខ្លួនឯង
ការចិញ្ចឹមចង្រិតអាចប្រើប្រាស់ធនធានដែលមានក្នុងមូលដ្ឋានសម្រាប់ប្រសិទ្ធភាពនៃផលិតកម្មដូចជាដីឬទីតាំងនៅជុំវិញផ្ទះដែលទំនេរផ្លាស់ប្ដូរទ្រុងចិញ្ចឹមជ្រូកនិងក្រោលគោដែលគេទុកចោលសម្រាប់ដាក់អាងចិញ្ចឹមចង្រិតដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ចង្រិតមានភាពធន់ខ្លាំងនិងមានភាពស៊ាំល្អនឹងការប្រែប្រួលអាកាសធាតុដែលជាដំណោះស្រាយដោយឆ្លាតវៃចំពោះការប្រែប្រួលអាកាសធាតុនេះបើយោងតាមអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ FAO លើសពីនេះអាងអណ្តែតទឹកអាចអនុញ្ញាតឲ្យកសិករចិញ្ចឹមចង្រិតបានទោះនៅក្នុងតំបន់ទំនាបលិចទឹកក្នុងរដូវវស្សាសូម្បីតែក្នុងពេលមានទឹកជំនន់បាទសូមជំរាបសួរខ្ញុំបាទនោះឈ្មោះពោហេងនៅភូមិប្រាំងស្នោតភូមិសឡុងស្រុកប្រាំងខេត្តតាកែវពីមុននោះខ្ញុំធ្វើស្រែចម្ការចិញ្ចឹមមាន់ចិញ្ចឹមទាអីចិញ្ចឹមជ្រូកអីធម្មតាទេតែចិញ្ចឹមវាមិនបានវាមិនសមប្រកបចឹងពួកខ្ញុំនោះចំណាក់ស្រុកបាទចំណាក់ស្រុកនោះទៅដល់ប្រទេសថៃទៅអីចឹងនោះរយៈពេល2ទៅ3ឆ្នាំចឹងទៅក៏ខ្ញុំវិលមកវិញបាទវិលមកវិញហ្នឹងបានឆ្នាំ2024ហ្នឹងបានអង្គការមានគម្រោងចំចង្រិតនឹងឆៃយ៉ានឹងចឹងទៅក៏អង្គការជួយអង្គការជាផ្ដល់ជាសម្ភារៈអស់ហ្នឹងមកខ្ញុំហ្នឹងក៏ចិញ្ចឹមចង្រិតហ្នឹងទៅផ្ដល់ទ្រង់សម្រាប់ចិញ្ចឹមហ្នឹងពីចំណីកូនឈើកូនឆៃយ៉ាបាទសម្ភារៈមកចិញ្ចឹមចង្រិតហ្នឹងទាំងអស់បាទតាំងពីអង្គការគាត់ឲ្យគម្រោងពីទ្រង់នឹងមកអញ្ចឹងដល់ខ្ញុំប្រមូលផលទៅវាមានផលគឺថាអាចនឹងពង្រីកបានព្រោះខ្ញុំចង់ពង្រីកទ្រង់ជូកដែលខ្ញុំសល់ហ្នឹងខ្ញុំពង្រីកថែមបាទថែមបានទ្រង់ជូកហ្នឹង2 3ទៀតកែអានឹងទៅជាទ្រង់ចង្រិតវិញកន្លែងនេះទ្រង់ជ្រូកគ្រូដល់ឥឡូវហ្នឹងខ្ញុំកែយកមកដាក់នៅទ្រង់ចង្រិតវិញខ្ញុំរីករាយណាស់បានទ្រង់ជ្រូកចោលហ្នឹងខ្ញុំត្រូវការបង្កើតវាថែមចិញ្ចឹមចង្រិតហ្នឹងខ្ញុំនឹងបានចំណូលខ្ញុំនឹងបានផលប្រយោជន៍ពីវាច្រើនបាទពុតពងក្នុងគ្រួសារនឹងបានមួយកម្រិតធំខ្ញុំបាទឈ្មោះចាន់ជានឿនការដើមឡើយជាកសិករម្នាក់ជួននៅភូមិច្រាបភូមិលំដូងស្រុកពោធិ៍ជ័យខេត្តកំពតបងមិនតាន់បានចិញ្ចឹមចង្រិតខ្ញុំជាកសិករមួយធ្វើស្រែហើយនឹងខ្លួនខ្ញុំផ្ទាល់ធ្វើសំណង់មានធ្វើតាមលក្ខណៈគ្រួសារតាមភូមិទេខ្ញុំអត់ដើរតាណាឆ្ងាយពីផ្ទះទេដោយសារខ្ញុំមានតែគ្រួសារមួយកូនចេញទៅបាត់អស់ហើយនៅពីញ៉ៅដីប្រពន្ធដល់ក្នុងឆ្នាំ2024ហ្នឹងបានអង្គការ LCP គាត់ដល់គាត់ឲ្យហ្មងគាត់ឲ្យជាសហគមន៍20គ្រួសារក្នុងមួយគ្រួសារបានអាងចង្រិត2ហើយនឹងទាំងសម្បកទាំងចំណីគាត់ជួយចំណីហ្នឹង140គីឡូហ្នឹងទាំងពូជទាំងចំណីប៉ុន្តែឲ្យពូជឲ្យគាត់ឲ្យបានម្ដងទេតែបើពូជយើងបរាជ័យគាត់ឲ្យថែមទៀតអញ្ចឹងបានជោគជ័យកន្លែងហ្នឹងអញ្ចឹងយើងខ្ញុំបានចាំមកគឺរីកចម្រើនមករីកបានរហូតដល់សពថ្ងៃនេះ
nông nông nạc ca lò đi nhom chả ai nào lâu ót ban ra tao thư ca này đã ngày kia tê nó thành chậm chừng rất hay ban chậm đầu thay ca vì rất màu nắng ban nông của xa ban thu thia mà chừng luôn thu mai lại sâu bạc chặt ra muốn nhom ở to là chậm hết hai sơn đa hai sơn cọc kê vậy nó làm đô hai làm no tan phun vậy bên đó mới đâu vậy cặp đấy nó phải chơi phụ bon rồi mình buôn những chậm rồi mơ kê lưới theo là hai chiên cái đi van lúc này mò tan chậm cái mà không Nam bị con phải uống nhưng mà châu không thành trụ nó cái ông cha đi cùng đồ cái đó là ơi đôi chị thủng được bốc hay là trình đẩy để làm thay da hay ban rồi cha chấm nó rồi đi theo ban đôi đâu vậy có thay mà còn đặt tiếp ban trình độ nó ban băng ra lại tôi là tôi trả tàu một to là hôn đấy của anh vài chân của được ra như miền co và chìm cam nâu té ở miền đó để đọc cái này ngay rồi bạn bài tuần bài cuốn ảnh rồi chẳng có nâu té thì mang cái cũng một sao bạn nha đó nhưng về khóc nè mới dừng rồi đang khóc cái vì vài chất dùng nổ vào ban nông đồng lại là xong luôn hai triệu ba đắng không có quân nói ăn ca vị trí ban mà chui không đúng không chạy thì xong rồi đôi khi không đủ bọc rồi năm ban chạy lên một chút mò hố ngay